ការកំណែតម្រង់ម្ដងមកនេះយើងគូគិតអំពីទំនើបកម្មទំនើបកម្ម3ទី1ទំនើបកម្មរចនាសម្ព័ន្ធកែតម្រង់ទំនើបកម្មដែលខ្ញុំប្រើពាក្យថាពាក្យនឹងពីរប្រហែលគ្នាប៉ុន្តែឈានទៅដល់ការវិវត្តទៅលើទំនើបកម្មបណ្ដៃថាម៉េចយើងរៀបចំតបសម្រាប់ប្រយុទ្ធការពារទសវត្សរ៍សតវត្សទី21យើងអាចយកការរៀបចំតបសតវត្សទី20មកវាយទេមករៀបទេយើងអាចយកការរៀបចំរចនាសម្ព័ន្ធរបស់តបសតវត្សទី19យកមកដើម្បីប្រយុទ្ធសតវត្សទី20សតវត្សទី21នេះវាត្រូវស្អីខ្លះការប្រែប្រួលនៃធម្មជាតិនៃការហានិភ័យអាការប្រយុទ្ធទ្រង់ទ្រាយធំវាមាននៅតែជាហានិភ័យប៉ុន្តែវាមានអាហានិភ័យពាក់ព័ន្ធទៅនឹងសត្រូវមួយចំនួនគ្រោះមហន្តរាយភេរវកម្មសង្គ្រាមតាមគេហៅ cyber security តាមអ៊ីនធឺណិតសួរថាតើរចនាសម្ព័ន្ធយើងឆ្លើយតបនឹងសំណួរពោភារកិច្ចទៅនឹងត្រូវតែធ្វើទី2គឺការវឹកវើសំខាន់កម្មវិធីវឹកវើមេរៀននេះគឺត្រូវតែប្រូអាប់ដេតជាប្រចាំផ្អែកទៅលើស្ថានភាពជាក់ស្ដែងសំណុំពរភារកិច្ចការប្រែប្រួលនៃសភាវុធរបស់យើងសំបីតែខាងពួកភេរវករក៏ត្រូវគិតដែរបើគេវាយឥឡូវវាយប្រើអគិនិសាសតើយើងត្រូវរៀបអីដើម្បីទប់បើយើងអត់មានគិនិសាសត្រូវបង្កើតហើយវឹកវើបំពាក់វឹកវើទី3ទំនើបកម្មគ្រឿងសម្ភារៈបំពាក់ការគិតគូរពិតណាស់គ្រឿងសម្ភារៈមួយថ្លៃប៉ុន្តែយើងអត់ចាំបាច់ទិញតែមួយឆ្នាំទេយើងគិតហើយគិតស្អីដែលចាំបាច់មុនគេអានេះជាការគិតរបស់ខ្ញុំព្រោះពាក្យទំនើបកម្មនេះវាត្រូវតែដើរព្រោះវាកំណែតម្រង់ប៉ុន្តែកំណែតម្រង់ទី1អាពង្រឹងតែមានស្រាប់តែទី2ត្រូវឈានទៅមួយជំហានទៀតទៅយកអ្វីដែលថ្មីដើម្បីទប់គួរមានគណៈកម្មការមួយកងការងារចំពោះកិច្ចមួយយ៉ាងហោចណាស់តែខ្ញុំថាគណៈកម្មការល្អជាងពិនិត្យមើលនៅទំនើបកម្មទាំង3នេះរចនាសម្ព័ន្ធការកសាងទុនធានមនុស្សជាមួយនឹងគ្រឿងបំពាក់របស់កងទ័ព